ពីយើងបានសន្តាប់នៅក្នុងវីដេអូទី1ដែលនិយាយអំពីដំណើរនៃការឆ្លោះទាស់ទែងគ្នារវាងពពួកខន្តយវង្សនិងដំណើរនៃព្រះអគ្គមហេសីដែលជាព្រះមេដារបស់ព្រះបរមពុទ្ធិសត្វជាបកាយចេញពីនគរទៅកាន់នគរដទៃហើយឥឡូវយើងចូលមកកាន់ជំពូក2នៅក្នុងវីដេអូទី2នេះអញ្ចឹងនៅក្នុងជំពូក2នេះចំណុចដំបូងលោកនិយាយអំពីសេចក្តីព្យាយាមរបស់មហាជនុចំណុចនេះគឺនិយាយអំពីមហាជនុលោកធ្វើជំនួញទៅសវណ្ណភូមិក្នុងចន្លោះ16ឆ្នាំមហាជនុកុមារបានរៀនចេះចប់ត្រៃវេទនិងសិលវិជ្ជាទាំងអស់លុះដល់អាយុ16ឆ្នាំបរិបូរណ៍ហើយមហាជនុពេញកំឡោះរូបស្រស់សង្ហាគ្រានោះមហាជនុមានបំណងចង់ទៅដណ្ដើមយករាជជារបស់បបិតាខ្លួនមកវិញទើបលោកសួរម្ដាយថាម៉ែតើម៉ែមានទ្រព្យអ្វីនៅក្នុងដៃខ្លះឬក៏អត់បើពុំមាននោះទេខ្ញុំនឹងធ្វើជំនួញរកទ្រព្យឲ្យបានច្រើនហើយទៅដណ្ដើមយករាជជារបស់បបិតាមកវិញម្ដាយប្រាប់ថាណែកូនម្ដាយមកនេះមិនមែនដៃទទេទេទ្រព្យសំខាន់ដែលម្ដាយយកមកមានតែ3គឺកែវមុខក្តារ1កែវមณี1ពេជ្រ1បណ្ដាទ្រព្យទាំង3ប្រភេទនេះទ្រព្យមួយណាក៏ល្មមគ្រប់គ្រាន់ដើម្បីដណ្ដើមយករាជមកវិញបានកូនចូលយកទ្រព្យនោះទៅដណ្ដើមរាជចោះកុំធ្វើជំនួញអីមហាជនុស្នើសុំថាម៉ែសូមម៉ែឲ្យទ្រព្យខ្ញុំពាក់កណ្ដាលបានហើយខ្ញុំនឹងយកទ្រព្យនោះធ្វើជាដើមទុនទៅរកស៊ីនៅឯសវណ្ណភូមិលុះសន្សំទ្រព្យបានច្រើនហើយខ្ញុំនឹងដណ្ដើមយករាជមហាជនុបានទទួលទ្រព្យពាក់កណ្ដាលអំពីម្ដាយចងជាបង្វិចហើយដើរទិញទំនិញលើកយកមកដាក់លើសំពៅជាមួយនឹងពួកឈ្មួញដទៃជាច្រើនអ្នកទៀតដែលពួកគេត្រូវធ្វើជំនួញទៅសវណ្ណភូមិដែរលុះជញ្ជូនដាក់សំពៅរួចរាល់ហើយមហាជនុត្រឡប់មកផ្ទះវិញក្រាបថ្វាយបង្គំម្ដាយជម្រាបលាថាម៉ែខ្ញុំសុំទៅសវណ្ណភូមិម្ដាយគាត់កូនថាណែកូនដែលហៅថាសមុទ្រជាទីមានទឹកល្វឹងល្វើយដាច់កន្ទុយភ្នែកមានរលកធំប្រកបដោយព្យុះនិងភ្លៀងជាដរាបមានអន្តរាយច្រើនអ្នកដែលបានចុះសមុទ្រហើយរួចជីវិតត្រឡប់មកវិញមានតិចតួចណាស់កុំទៅអីកូនទ្រព្យរបស់យើងច្រើនល្មមសម្រាប់ទៅដណ្ដើមយករាជវិញបានមហាជនុនិយាយថាខ្ញុំខានទៅមិនបានទេម៉ែខ្ញុំត្រូវតែទៅថាប៉ុណ្ណេះហើយមហាជនុក្រាបថ្វាយបង្គំម្ដាយដើរចេញអំពីផ្ទះឡើងសំពៅចេញដំណើរទៅជាមួយឈ្មួញដទៃទៀតចូលមកដល់ចំណុចនេះគឺនិយាយអំពីមហាជនុធ្លាយសំពៅក្នុងថ្ងៃដែលមហាជនុចុះសំពៅនោះព្រះបាទបោលជនុទ្រង់ប្រឈួនក្នុងព្រះកាយរបស់ព្រះអង្គទ្រង់ផ្ទុំតែលើក្រឡាព្រះបន្ទុំប៉ុណ្ណោះស្ដេចមិនអាចយាងក្រោកទៅណាមកណាបានឡើយរីឯមនុស្សដែលជិះសំពៅធ្វើដំណើរនៅគ្រានោះមានចំនួន700នាក់ក្នុងរយៈពេលត្រឹមតែ7ថ្ងៃសំពៅចរលយទៅបានចម្ងាយ700យោជន៍ដោយល្បឿនលឿនខ្លាំងពេកបន្ទះក្តារសំពៅត្រូវបែកធ្លាយទឹកក៏ហូរចូលបណ្ដាលឲ្យសំពៅទៅមុខពុំរួចទឹកក្នុងសំពៅកាន់តែច្រើនឡើងសំពៅក៏កាន់តែលិចចុះក្នុងមហាសមុទ្របន្តិចម្ដងមនុស្សម្នាដែលនៅលើសំពៅទាំងអបាមានមានសេចក្តីរន្ធត់តក់ស្លុតស្រែកទ្រហោយំខ្សឹបខ្សួលស្ដាយប្រពន្ធកូនម្នាក់ខំសម្បងសម្រនបន់ស្រន់ដល់អស់ទេវតាដែលស្ថិតនៅឋាននានាចំណែកព្រះមហាជនុតួអង្គព្រះពោធិសត្វលោកពុំស្រែកទ្រហោយំខ្សឹបខ្សួលឬក៏បន់ស្រន់ដល់ទេវតាទាំងឡាយគ្រាន់តែដឹងថាសំពៅរកកលនឹងលិចចុះក្នុងមហាសមុទ្រភ្លាមលោកប្រញាប់ប្រញាល់ចាក់ស្កររលាយនឹងទឹកដោះគោហើយផឹកឲ្យឆ្អែតរួចយកសម្ពុតសាដក់2ផ្ទាំងដែលមានសាច់ម៉ត់ខៃជ្រលក់ប្រេងឲ្យជោកស្លៀកយ៉ាងខ្ជាប់ខ្ជួនឈរផ្អែកខ្លួននឹងសសរក្តោងសំពៅពេលសំពៅលិចចុះលោកឡើងតាមសសរក្តោងសំពៅរីឯមនុស្សម្នាទាំងឡាយស្រែកទ្រហោយំមានទឹកភ្នែកហូរជោកថ្ពាល់ទោះបីខិតខំបន់ស្រន់ដល់ទេវតាឲ្យជួយយ៉ាងណាក៏ដោយក៏ត្រូវពួកត្រីនិងអណ្ដើកធំខំត្របាក់ចិញ្ចែងដណ្ដើមគ្នាស៊ីអស់
គ្មានសល់រួចរស់ម្នាក់ណាឡើយនៅទីជុំវិញសំពៅលេចចម្ងាយប្រមាណកន្លះឧសភៈទឹកពណ៌ក្រហមត្រាដោយឈាមមនុស្សដែលត្រូវត្រីនឹងអណ្ដើកខំត្របាក់ចំណែកព្រះមហាក្សត្រខំតោងឡើងទៅតាមសសរក្តោងរហូតដល់ចុងក្តោងលុះឈរកំណត់ថាមិថិលានគរស្ថិតនៅត្រង់ទីខាងណាហើយលោកក៏លោតបំផ្លងខ្លួនឲ្យរំលងហួសពីហ្វូងត្រីនិងអណ្ដើកបានធ្លាក់ចុះនៅពីចម្ងាយមួយឧសភៈដោយសារលោកមានកម្លាំងខ្លាំងរីឯព្រះបាទបោលជនុទ្រង់សោយប្រទីបង្គន់ក្នុងថ្ងៃនោះដែរនិយាយពីព្រះមហាក្សត្របន្ទាប់ពីលោតចុះទឹកហើយលោកក៏ព្យាយាមហែលឆ្លងកាត់មហាសមុទ្រមើលទៅដូចជាដុំមាសមួយដុំកំពុងអណ្ដែតត្រសែតតែលតោលមុជងើបតាមចង្វាក់ឡើងចុះនៃរលកទឹកមហាសមុទ្រដែលមានពណ៌ដូចជាកែវមณีព្រះមហាក្សត្រហែលអស់7ថ្ងៃក៏ងើយមើលទៅអាកាសដឹងច្បាស់ថាថ្ងៃនេះជាថ្ងៃពេញបរមីលោកក៏ខ្ពុលមាត់ដោយទឹកប្រៃអធិដ្ឋានរក្សាឧបោសថសិលចូលមកត្រង់ចំណុចបន្ទាប់នេះគឺនិយាយអំពីការសន្ទនារវាងទេវតាមณีមេខលានិងមហាជនុសម័យនោះស្ដេចចតុលោកបាលចាត់នាងទេវតាមួយអង្គឈ្មោះមณีមេខលាឲ្យទៅរក្សាមហាសមុទ្រដោយដាក់បញ្ជាថាមនុស្សសត្វទាំងឡាយណាដែលប្រកបដោយគុណធម៌មានការបម្រើមេត្តាជាដើមមិនត្រូវបណ្តោយឲ្យស្លាប់ក្នុងមហាសមុទ្រទេនាងត្រូវជួយសង្គ្រោះពួកគេដោយការជួយស្រង់យកទៅដាក់លើគោកនៅពេលសំពៅលិចទេពធីតាមณีមេខលាអាល័យតែសបាយនឹងការសោយទឹកពសម្បត្តិភ្លេចគិតថាខ្លួនមានតួនាទីមើលថែមហាសមុទ្រម្ល៉េះហើយនាងបានខកខានក្នុងការមើលថែមហាសមុទ្រអស់រយៈពេល7ថ្ងៃត្រង់នេះអាចារ្យខ្លះនិយាយថានាងរវល់ទៅចូលរួមប្រជុំក្នុងចំណោមទេវតាគ្រានោះទេពធីតាមេខលារំពឹងទៅភ្ញាក់ខ្លួនថាអស់រយៈពេល7ថ្ងៃហើយតើដែលអញខកខានមិនបានទៅមើលថែមហាសមុទ្រតើនឹងមានព្រឹត្តិការណ៍អ្វីខ្លះកើតឡើងទៅណោះលុះប្រមាលមើលទៅស្រាប់តែឃើញព្រះមហាក្សត្រកំពុងហែលទឹកសមុទ្រតែម្នាក់ឯងនាងកើតសេចក្តីព្រួយក្នុងចិត្តថាប្រសិនបើមហាជនុត្រូវស្លាប់ក្នុងមហាសមុទ្រអញច្បាស់ជាគ្មានសិទ្ធិចូលរួមប្រជុំក្នុងទេវសមាគមតទៅទៀតឡើយគិតឃើញដូច្នោះហើយក៏ហោះមកឈរឯដល់អាកាសទាំងមានសរីរៈមិនទាន់បានតុបតែងស្អាតបាតដល់ឡើយនាងស្ថិតនៅមិនឆ្ងាយអំពីព្រះមហាក្សត្រប៉ុន្មានទេរួចបានសួរសាកល្បងព្រះមហាក្សត្រថាកោយ៉ាងមច្ឆេសមុតតាស្មឹងអបសੰតៃរមាយុហេកាំងត្វាំងអដ្ឋវសੰញត្វាអេវੰវាយមេសេភូសੰយីអើអ្នកណាគេនេះម្ដេចក៏ខំប្រឹងហែលក្នុងមហាសមុទ្រអ្វីម្លេះបើសមុទ្រសែនធំល្វឹងល្វើយមិនឃើញកោះត្រើយផងតើអ្នកឃើញប្រយោជន៍ដូចម្ដេចបានជាព្យាយាមហែលយ៉ាងដូច្នោះគ្រានោះព្រះមហាក្សត្រឮពាក្យរបស់ទេពធីតាមณีមេខលាដូច្នោះក៏គិតថាអញហែលឆ្លងមហាសមុទ្រមកទល់ថ្ងៃនេះអស់រយៈពេលគម្រប់7ថ្ងៃហើយមិនដែលឃើញនរណាម្នាក់គ្រាន់នឹងបានជាគ្នាសោះចោះសំលេងនរណាគេណនិយាយមករកអញហើយលោកងើយមើលទៅលើអាកាសឃើញទេពធីតាលោកក៏ឆ្លើយតបថានិសម្មវត្តាំងលោកស្មឹងវាយាមសៈចតេវតេតាស្មាមច្ឆេសមុតតាស្មឹងអបសੰតៃរមាយុហេណែទេពធីតាខ្ញុំបានពិចារណានៅវត្តដាក់នៃសត្វលោកទាំងឡាយនិងអានិសង្សនៃសេចក្តីព្យាយាមរួចហើយហេតុដូច្នោះខ្ញុំត្រូវតែព្យាយាមហែលឆ្លងកាត់សមុទ្របើទោះបីជាសមុទ្រសែនធំល្វឹងល្វើយមិនឃើញកោះត្រើយក៏ដោយចោះទេពធីតាកាលបានស្ដាប់នៅធម្មកថារបស់ព្រះមហាក្សត្រហើយនាងមានបំណងនឹងស្ដាប់បន្តក៏ពោលបន្ថែមទៀតថាកំភិរេអបមយស្មੰតៃរੰយសៈអ្នកតិសតិមោខោទេពុរិសៈវាយាមោអបទ្វាវៈមរិសសិមហាសមុទ្រដ៏សែនធំល្វឹងល្វើយមិនឃើញកោះត្រើយទាំងមានជម្រៅជ្រៅមិនអាចវាស់បានអ្នកព្យាយាមហែលតាមតែកម្លាំងបាយការព្យាយាមរបស់អ្នកនោះឥតបានការអ្វីសោះនឹងសូន្យទៅទេព្រោះថា
អ្នកនឹងស្លាប់មុនដល់ត្រោញគ្រានោះព្រះមហាក្សត្រនិយាយនឹងនាងទេពធីតាថាទេវតេកੰនាមេតាំងកថេសិវាយាមੰកត្វាមរន្តោបិករហតោមុច្ឆេសាមិណែទេវធីតានាងនិយាយថាម៉េចនោះខ្ញុំបានបំពេញព្យាយាមហើយបើទោះបីខ្ញុំត្រូវស្លាប់ក៏គង់ស្លាប់ទៅដោយគ្មានពាក្យដំណេះដំនាលអំពីអ្នកផងទាំងពួងដែរបន្ទាប់មកលោកពោលបន្តទៀតថាអអ្នកណោញាតទេណੰហោនតិទេវតាណੰបេតុណញ្ចសោករੰពុរិសកិច្ឆានិអ្នកចបច្ឆានុតបតិបុរសត្រូវព្យាយាមបំពេញកិច្ចដែលជាទូនាទីរបស់ខ្លួនឲ្យបានទើបឈ្មោះថាជាអ្នកមិនជំពាក់បំណុលពួកញាតិពួកទេវតានិងពួកបិតាកាលបើបានបំពេញកិច្ចរបស់ខ្លួនរួចរាល់ហើយរមែងមិនមានសេចក្តីក្តៅក្រហាយស្ដាយក្រោយឡើយទេពធីតាតបនឹងព្រះមហាក្សត្រថាអបារណីយ៉ាងយ៉ាងកម្មੰអផលੰកិលមៈធុតយ៉ាងតដ្ឋកោវាយាមេនថោមច្ជុយសាភិនបតាំងការងារដែលគេព្យាយាមធ្វើហើយតែងមិនបានសម្រេចសេចក្តីព្យាយាមនោះចាត់ទុកថាពុំមានផលអ្វីទេទទួលបានតែសេចក្តីលំបាកជាកម្រៃប៉ុណ្ណោះសេចក្តីព្យាយាមធ្វើការងារនោះតើនឹងបានប្រយោជន៍អ្វីបើបុគ្គលអ្នកព្យាយាមធ្វើនោះស្លាប់បាត់ទៅហើយនាងទេពធីតានិយាយដល់គ្នានេះស្រាប់តែព្រះមហាក្សត្រនិយាយកាត់នាងដើម្បីកុំឲ្យនាងនិយាយតទៅទៀតលោកពោលថាអបារណយមច្ឆន្តាំងយោវិទិត្វាអ្នកទេវតេអ្នករខេអត្តណោបាណੰចិញ្ញេសោយតិហាបយេណែទេវតាអ្នកណាដឹងថាសេចក្តីព្យាយាមធ្វើហើយមិនបានសម្រេចផលហើយបើបុគ្គលចេះតែបោះបង់សេចក្តីព្យាយាមចោលគ្រប់ករណីយកិច្ចនោះឈ្មោះថាមិនរក្សាជីវិតរបស់ខ្លួនបុគ្គលនោះគង់ដឹងនៅផលនៃសេចក្តីខ្ជិលនោះមិនខានអថបាយៈផលੰអេកេអស្មੰលោកស្មੰទេវតេបយោចយន្តិកម្មមានិតានិអច្ឆន្តិវាអ្នកវាមនាលទេវតាបុគ្គលពួកខ្លះក្នុងលោកនេះកាលឃើញនៅផលនៃសេចក្តីប្រាថ្នាហើយក៏ប្រកបកិច្ចការទាំងឡាយមានកសិកម្មនិងពាណិជ្ជកម្មជាដើមការងារនោះជួនក៏បានសម្រេចផលតាមសេចក្តីប្រាថ្នាជួនក៏អត់សន្តិតិកੰកម្មផលੰអ្នកនុបស្សសិទេវតេសន្នាអញ្ញេតរាមហੰបញ្ចបស្សាមិសន្តកេមនាលទេវតាក្រែងអ្នកបានឃើញផលនៃសេចក្តីព្យាយាមច្បាស់នឹងភ្នែកហើយតើមើលជនទាំងឡាយដោយច្រើនបានលង់នៅក្នុងមហាសមុទ្រខ្លាចជាចំណីពួកត្រីនិងអណ្ដើកព្រោះតែមិនបានធ្វើនៅសេចក្តីព្យាយាមនៅសល់តែខ្ញុំម្នាក់គត់ដែលខំហែលឆ្លងហើយបានមកជួបនឹងនាងនៅចិត្តខ្ញុំទៀតសោអហੰវាយមិស្សាមិយថាសន្តិយថាពលំកិច្ឆੰបារੰសមុត្តស្សកាសੰពុរិសការិយੰតាំងពីកើតមកខ្ញុំពុំដែលបានឃើញទេវតាមានរូបទិព្វមកចិត្តខ្ញុំយ៉ាងនេះទេខ្ញុំនឹងព្យាយាមហែលឲ្យអស់ពីកម្លាំងកាយចិត្តបើខ្ញុំបានទៅដល់ត្រើយសមុទ្រហើយខ្ញុំនឹងបំពេញកិច្ចដែលបរិសគួរធ្វើក្រោយពេលឮពាក្យប្រកបដោយការបដិញ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់ព្រះមហាក្សត្រហើយទេវតាជញ្ជក់មាត់សរសើរថាយោថ្វាំងអេវាំងកតេអោខេអបមយេមហន្តវេធម្មវាយាមសម្បណ្ណោកម្មមុនីនាវស័យតសិសោថ្វាំងតថេវកិច្ឆាហេយត្តតេនិរតោមនោមហាសមុទ្រមានអន្លង់ទឹកដ៏ជ្រៅប្រមាណមិនបានយ៉ាងនេះអ្នកមានសេចក្តីព្យាយាមប្រកបដោយធម៌រមែងមិនលិចលង់ឡើយព្រោះសេចក្តីព្យាយាមដ៏អស្ចារ្យនោះចូលអ្នកទៅទីណាដែលអ្នកប្រាថ្នាចោះលុះពោលយ៉ាងនេះរួចហើយទេពធីតាសួរថាបពិតបណ្ឌិតអ្នកមានព្យាយាមតើអ្នកមានបំណងនឹងទៅទីណាខ្ញុំនឹងនាំអ្នកទៅទីនោះមហាក្សត្រប្រាប់ថាសូមមេត្តានាំខ្ញុំទៅនគរមិថិលាផងចុះចូលមកដល់ចំណុចនេះគឺនិយាយអំពីបណ្ដាំមរណៈរបស់ព្រះបាទបោលជនុ
រំពេចនោះទេវតាមณีមេកលាស្រង់ព្រះមហាក្សត្រឡើងបីត្រកងដោយដៃទាំងពីរអោបឲ្យដេកនឹងដើមទ្រូងមើលទៅដូចជាសំណុំបាច់ផ្កាបីហោះកាត់អាកាសវេហាប្រៀបដូចស្ត្រីបីនៅកូនតែមួយជាទីស្រឡាញ់មហាជនុហត់នឿយអស់កម្លាំងជាពុនពេកក្នុងការហែលត្រាំខ្លួនក្នុងទឹកប្រៃអស់ពេល7ថ្ងៃលុះបានមកប៉ះនឹងសម្ផស្សទឹកនៃស្រីសុគាលោកក៏លង់លក់យ៉ាងស្រួលនៅលើព្រះហស្ថទាំងពីររបស់ទេពធីតាមณีមេខលាបន្ទាប់មកទេពធីតាបានហោះទៅដល់ឧទ្យានស្វាយមួយក៏បានផ្ដេកព្រះមហាក្សត្របំបែរប្រភពទៅខាងស្ដាំលើផ្ទាំងមង្គលសិលាក្នុងឧទ្យាននោះនឹងបានផ្ដាំពពួកទេវតាក្នុងឧទ្យាននោះសូមឲ្យជួយយកចិត្តទុកដាក់រក្សាព្រះមហាក្សត្រឲ្យបានហ្មត់ចត់ហើយខ្លួនព្រះនាងក៏វិលទៅកាន់លំនៅឋានអាត្មាវិញថ្លែងពីព្រះបាទបោលជនុឯណោះវិញព្រះអង្គពុំមានបរិជ្ជបុត្រមួយអង្គគ្រាន់នឹងបានស្នងរាជបន្តពីព្រះបិតាឡើយមានតែព្រះរាជធីតាមួយអង្គប៉ុណ្ណោះនាមថាសីវលីទេវីព្រះរាជធីតាសីវលីនេះមានប្រាជ្ញាឆ្លាតយ៉ាងវៃណាស់កាលបើព្រះរាជាទ្រង់កំពុងប្រជញ្ញខ្លាំងមុននឹងសោយប្រទីវង្គតពួកនាម៉ឺនសពមុខមន្ត្រីទាំងឡាយក្រាបទូលសួរព្រះអង្គថាបបិទ្ធព្រះករុណាថ្លៃវិសេសបើព្រះអង្គសោយទីវង្គតទៅតើនឹងឲ្យពួកទូបង្គំជាខ្ញុំថ្វាយព្រះរាជាណាចក្រដល់នរណាព្រះរាជាទ្រង់មានព្រះរាជបណ្ដាំដល់អស់នាម៉ឺនសពមុខមន្ត្រីទាំងនោះថាហើយអស់លោកនាម៉ឺនសពមុខមន្ត្រីទាំងឡាយអស់លោកចូលឲ្យរាជាណាចក្រដល់បុគ្គលអ្នកមានសមត្ថភាពធ្វើឲ្យសីវលីបុត្រីយើងសបាយហរតីពុំនោះទេឲ្យដល់អ្នកណាដែលដឹងនៅក្បាលដំណេកនៃរាជបល្ល័ង្កដែលមានជ្រុង4ពុំនោះទេឲ្យដល់អ្នកណាដែលអាចលើកសហសៈថាមធ្នូពុំនោះសោតទេឲ្យដល់អ្នកណាដែលអាចរកឃើញមហាកំណប់ទាំង16ពួកនិមឺនសពមុខមន្ត្រីក្រាបទូលស្នើថាបបិទ្ធព្រះសមត្ថិទេពសូមព្រះអង្គមេត្តាប្រាប់បញ្ជីសរុបនៃចំនួនកំណត់ទ្រព្យទាំង16នោះគ្រានោះព្រះរាជាទ្រង់ត្រាស់ប្រាប់សមត្ថភាព3យ៉ាងរបស់បរិសអ្នកគួរទទួលរាជព្រមទាំងមហាកំណប់16កន្លែងដូចតទៅសូរយុគមនេនិធិអថោអោគមនេនិធិអន្តោនិធិពហិនិធិអ្នកអន្តោអ្នកពហិនិធិអរោហនេមហានិធិអថោអរោហនេនិធិចតោសុមហាសាលេសុសមន្តាយោជនេនិធិតន្តកេសុមហានិធិវាលកេសុចកេពុកេរុក្ខកេសុមហានិធិសោលសេតេមហានិធិសហសថាមោវលង្កោសីលធិអរតថេនចៈមហាកំណប់16នោះគឺ1សូរយុគមនេតិនិកំណប់ត្រង់ទីព្រះអាទិត្យរះ2អោកមនេនិធិកំណប់ត្រង់ព្រះអាទិត្យលិច3អន្តោនិធិកំណប់ខាងក្នុង4ពហិនិធិកំណប់ខាងក្រៅ5អ្នកអន្តោអ្នកពហិនិធិកំណប់មិនមែនខាងក្នុងមិនមែនខាងក្រៅ6អរោហនេមហានិធិកំណប់ត្រង់ទីឡើង7អរោហនេនិធិកំណប់ត្រង់ទីចុះ8 9 10 11ចតោសុមហាសាលេសុកំណប់ត្រង់ដើមសាលព្រឹកធំទាំង4 12សមន្តាយោជនេនិធិកំណប់ត្រង់ទី1យោជជុំវិញ13តន្តកេសុមហានិធិកំណប់ធំត្រង់ចុងភ្លុកដំរីទាំងពីរ14វាលកេសុកំណប់ត្រង់ចុងកន្ទុយដំរី15កេពុកេកំណប់ក្នុងទឹក16រុក្ខកេសុមហានិធិកំណប់ធំត្រង់ចុងឈើសមត្ថភាពទាំង3យ៉ាងគឺ1សហសៈថាមោបរោះលើកសហសៈថាមធ្នូរួច2ពលង្កោដឹងក្បាលដំណេកនៃបល្ល័ង្កជ្រុង4 3សីវលិអរតនេនៈបរោះញ៉ាំងសីវលីរាជបុត្រីឲ្យសបាយព្រះハរតីព្រះបាទបោលជនុទ្រង់ប្រាប់ចំនួនសរុបនៃមហាកំណប់ទាំង16ព្រមទាំងសមត្ថភាព3យ៉ាងដូច្នោះហើយទ្រង់ក៏សោយទីវង្គតទៅចូលមកដល់
ចំណុចនេះគឺនិយាយអំពីសីវលីទេវីធៈសេនាបតីអាមាត្យនិងពួកនិមឺនសពមុខមន្ត្រីទាំងឡាយបានចាត់ចែងពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសពរបស់ព្រះមហាក្សត្របន្ទាប់អំពីព្រះមហាក្សត្រសោយទីវង្គតកន្លងទៅបាន7ថ្ងៃពួកមន្ត្រីវាំងទាំងឡាយបានជួបជុំជជែកពិភាក្សាគ្នាថាណែអស់លោករាជាបានផ្ដាំថារាជាណាចក្រត្រូវឲ្យដល់បុគ្គលណាដែលមានសមត្ថភាពញ៉ាំងរាជធីតាព្រះអង្គឲ្យត្រេកអរបានតើនរណាទៅណដែលមានសមត្ថភាពយ៉ាងនេះលុះប្រឹក្សាគ្នាដូច្នោះហើយជ្រើសយកលោកសេនាបតីឈ្មោះវេលភៈដោយគិតថាលោកសេនាបតីវេលភៈនឹងអាចញ៉ាំងព្រះធីតាឲ្យត្រេកអរបានរួចបានបញ្ជូនដំណឹងទៅជម្រាបលោកបន្ទាប់ពីឮនៅដំណឹងនោះភ្លាមលោកសេនាបតីយល់ព្រមហើយបានធ្វើដំណើរទៅដើម្បីទទួលរាជសម្បត្តិលុះដល់ទ្វារព្រះបរមរាជវាំងបានប្រើទាហានឲ្យឡើងទៅក្រាបទូលដំណឹងដល់ព្រះធីតាថាខ្លួនបានមកដល់ហើយព្រះធីតាទទួលដំណឹងថាសេនាបតីវេលភៈអញ្ជើញមកដល់ហើយព្រះនាងគិតសាកល្បងលោកសេនាបតីនោះថាតើមានសេចក្តីអង្អាចក្នុងការទ្រទ្រង់ស្វេតឆ័ត្រដ៏មានស្រីសុស្ដីបានឬក៏អត់រួចបានឲ្យអ្នកបម្រើទៅអញ្ជើញលោកសេនាបតីចូលគាល់ជាប្រញាប់លុះឮថាព្រះនាងអនុញ្ញាតឲ្យចូលគាល់ដូច្នោះលោកសេនាបតីមានបំណងញ៉ាំងព្រះនាងឲ្យគប់ព្រះទ័យក៏ប្រញាប់ស្ទុះឡើងទៅគាល់ព្រះរាជធីតាក្នុងរាជដំណាក់របស់ព្រះនាងភ្លាមនោះព្រះនាងមានរីកបំណងសាកល្បងលោកសេនាបតីដោយបញ្ជាលោកសេនាបតីឲ្យរត់ក្នុងមហាទលដ្ឋានលោមើលោកសេនាបតីនឹកស្មានថាការធ្វើបែបនេះនឹងញ៉ាំងឲ្យព្រះរាជធីតាគប់ព្រះទ័យដូច្នោះហើយក៏រត់យ៉ាងពេញទំហឹងក្នុងមហាទលដ្ឋាននោះព្រះនាងឃើញដូច្នោះក៏ចេះតែបញ្ឆោតថាលោកសេនាបតីអញ្ជើញរត់មកនេះលោកសេនាបតីអញ្ជើញរត់ទៅនោះវិញលោកសេនាបតីក៏ចេះតែរត់មកនេះផងរត់ទៅនោះផងតាមតែព្រះនាងបញ្ជាដោយប្រឹងយ៉ាងពេញទំហឹងព្រះរាជធីតាយល់ថាលោកសេនាបតីវេលភៈនេះគ្មានភាពអង់អាចក្លាហានអ្វីបន្តិចតួតែសោះលោកព្រះនាងយល់ដូច្នោះហើយក៏ហៅថាមកនេះបងសម្លាញ់សូមច្របាច់ជើងឲ្យខ្ញុំបន្តិចដើម្បីញ៉ាំងព្រះធីតាឲ្យត្រេកអរសេនាបតីនោះមកអង្គុយច្របាច់ជើងព្រះនាងស្រាប់តែព្រះនាងធ្លាក់មួយជើងចំកណ្ដាលដើមទ្រូងរបស់លោកសេនាបតីបណ្ដាលឲ្យគាត់ផ្ងាពោះច្រងាងផ្ងាកទៅខាងក្រោយព្រះនាងក៏ឲ្យសញ្ញាដល់ពពួកទាសីថាពួកនាងចូលនាំគ្នាសំពងអាប្រោះអន្តពាលកំសាកនេះទាញក៏វាអូសចេញទៅពេលនោះសេនាបតីមកដល់ខាងក្រៅត្រូវនិមឺនមន្ត្រីផងគ្នាសួរថាតើមានរឿងអ្វីកើតឡើងសេនាបតីកុំដេញដោលរាជធីតានោះជាយក្ខិនីមិនមែនមនុស្សស្រីធម្មតាទេវើយសេនាបតីប្រាប់បន្ទាប់មកអ្នកកាន់ឃ្លាំងទៅម្ដងក៏ត្រូវព្រះរាជធីតាធ្វើឲ្យអាម៉ាស់មុខដូច្នោះដែរបន្ទាប់មកលោកសេដ្ឋីមន្ត្រីកាន់ស្វេតឆ័ត្រមន្ត្រីកាន់ប្រខ័ណ្ឌមន្ត្រីទាំងអស់នោះសុទ្ធសឹងតែត្រូវព្រះរាជធីតាធ្វើឲ្យអាម៉ាស់មុខគ្រប់គ្នាមានទំនងដោយសេនាបតីអញ្ចឹងដែរចូលមកដល់ចំណុចនេះគឺនិយាយអំពីពិធីផ្សងបុស្សរត់គ្រានោះអាមាត្យទាំងឡាយជួបជុំពិភាក្សាគ្នាថាបុគ្គលដែលមានសមត្ថភាពញ៉ាំងព្រះធីតាឲ្យត្រេកអររកពុំបានទេយើងនឹងឲ្យរាជដល់បុគ្គលណាដែលមានសមត្ថភាពលើកសហសៈថាមធ្នូបានសហសៈថាមធ្នូនោះក៏រកអ្នកណាមួយដែលមានសមត្ថភាពលើករួចពុំបានដែរបន្ទាប់មកពួកអាមាត្យប្រឹក្សាគ្នាថានឹងឲ្យរាជដល់បុគ្គលណាដែលដឹងក្បាលដំណេកនៃបល្ល័ង្កជ្រុង4ហើយក៏គ្មានអ្នកណាដឹងអំពីក្បាលដំណេកនោះសោះបន្ទាប់មកពួកអាមាត្យប្រឹក្សាគ្នាថានឹងឲ្យរាជដល់បុគ្គលដែលមានសមត្ថភាពរកឃើញមហាកំណប់16ហើយក៏គ្មានអ្នកណាមួយដែលមានសមត្ថភាពរកកំណប់ទាំងនោះបានសោះបន្ទាប់មកពួកអាមាត្យប្រឹក្សាគ្នាថាមនាលគ្នាយើងអើយដែនដីអស់ស្ដាច់មិនអាចនៅគង់វង្សបានទេយើងនឹងត្រូវធ្វើដោយ ម្ដេចតទៅទៀតណគ្រានោះលោកបរោហិតប្រាប់អាមាត្យទាំងនោះថាបបិទ្ធអស់លោកសូមអស់លោកកុំគិតខ្វល់ឡើយគួរណាស់តែយើងប្រើវិធីរត់បោះស្បុកដើម្បីផ្សងរោគអ្នកមេត្តាមុនដែលមានសមត្ថភាពគ្រប់គ្រងរាជ
ទូទាំងចម្ពោះទ្វីបយើងនឹងទទួលបានស្ដេចដែលមានសមត្ថភាពតាមបំណងប្រាថ្នាពុំខានឡើយពួកនិមឺនសពមុខមន្ត្រីទាំងអស់យល់ស្របតាមយោបល់របស់លោកបរោហិតរួចបានឲ្យគេរៀបចំតុបតែងលម្អនគរទុំសេះមានសម្បល់ដូចផ្កាកុមុត4និងរត់មង្គលក្រាលដោយកម្រាលដ៏ល្អវិចិត្រលើគ្រឿងកគុធភ័ណ្ឌទាំង5មានទាំងក្រុមចតុរង្គសេនាចោមរោមហែហមជាបរិវារពួកគេបានរៀបចំឲ្យពួកតន្ត្រីកងមួយវង់ប្រគំពីខាងមុខបង្អស់និងមួយក្រុមទៀតប្រគំពីខាងក្រោយបង្អស់នៃក្បួនដង្ហែរីឯនឹមរត់និងចំនួនវិញបានប្រដាប់ទៅដោយមាសពួកអាមាត្យបានផ្ដាំថាសូមអ្នកភ្លេងគប្បីប្រគំតន្ត្រីទាំងអស់តាមពីក្រោយហើយក៏ប្រឡែងរត់បោះស្បុកឲ្យចេញដំណើរទៅដោយផ្សងថាបុគ្គលណាមានបុណ្យសោយរាជបានចូលទៅកាន់សំណាក់របស់បុគ្គលនោះចោះគ្រានោះរត់បោះស្បុកដើរប្រទក្សិណរាជវាំងហើយបានឡើងទៅរកមហាវិថីយ៉ាងលឿនចូលមកដល់ចំណុចនេះគឺនិយាយអំពីបោះរត់ចូលទៅរកមហាជនុពួកមន្ត្រីនិមឺនទាំងឡាយមានសេនាបតីជាដើមម្នាក់គិតថាសូមឲ្យរត់បោះស្បុកដើរសម្ដៅមករកលំនៅឋានខ្លួនរៀងរាល់អាត្មាប៉ុន្តែមិនដូច្នោះឡើយរត់បោះស្បុកបានដើរហួសពីផ្ទះរបស់អស់លោកមន្ត្រីទាំងអស់នោះរួចដើរប្រទក្សិណនគរចេញទៅតាមទ្វារខាងកើតដើរឆ្ពោះមុខទៅរកឧទ្យានកាលបើឃើញបោះស្បុកដើរតម្រង់ទៅឧទ្យានលឿនដូច្នោះពួកអាមាត្យប្រាប់គេឲ្យបំបែមកវិញលោកបរហិតស្រែកជំទាស់ថាកុំបំបែទុកឲ្យវាទៅតាមដំណើរចម្ងាយប្រមាណ100យោជន៍សិនកុំអាលរារាំងវាអីរត់បោះស្បុកចូលទៅកាន់ឧទ្យានដើរប្រទក្សិណផ្ទាំងសិលាមង្គលលុះបានរៀបរយហើយវាក៏ឈប់នៅមួយកន្លែងបរហិតមើលឃើញព្រះមហាក្សត្រកំពុងផ្ទុំនៅទីនោះក៏ហៅពួកអាមាត្យមកប្រាប់ថាអស់លោកឃើញទេបរោះនោះកំពុងដេកលើផ្ទាំងថ្មមង្គលសិលាមានពិតប្រាកដមែនប៉ុន្តែប្រាជ្ញារបស់គេអាចសំគួរដល់ស្វេតឆ័ត្រដែរឬក៏អត់នោះយើងនៅមិនទាន់ដឹងបាននៅឡើយទេប្រសិនបើបរោះនោះប្រកាសជាជាមនុស្សមានបុណ្យវាសនាខ្ពស់មែននោះគេនឹងមិនក្រឡេកមើលយើងឡើយតែបើជាមនុស្សកាលកណីវិញនោះប្រកាសជានឹងងើបក្រោកសស្លន់សស្លោសម្លឹងមើលញ័រខ្លួនទៅត្រឹកមិនខានព្រោះដូច្នោះអស់លោកខាងភ្លេងចូលប្រញាប់ប្រញាល់ដេញដំប្រគំកូតតន្ត្រីគ្រប់យ៉ាងរំពេចនោះឯងតន្ត្រីរាប់រយវង់ត្រូវបានក្រុមតន្ត្រីករប្រគំឡើងរួមគ្នាឮសូរពីរោះរងំរំដំលាន់ឮទ្រហឹងប្រៀបដូចជាសំឡេងរលកបោកបក់នៃមហាសាគរដូច្នោះឯងឥឡូវយើងបានបញ្ចប់នៅក្នុងវីដេអូទី2នៅត្រង់ចម្ពោះ2នេះហើយអញ្ចឹងនៅក្នុងវីដេអូក្រោយយើងនឹងបានជួបគ្នានៅក្នុងចម្ពោះ3បន្តទៀតឥឡូវចម្ពោះ2យើងបញ្ចប់ត្រឹមប៉ុណ្ណឹង